បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីអស់លោកស្រីទាំងអស់ជាទីស្រឡាញ់រាប់អានបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកសុភាសិតខ្មែរមួយទៀតដើម្បីមកធ្វើការអត្ថាធិប្បាយជូនបងប្អូនទាំងអស់បាទសង្ឃឹមថាវីដេអូនេះនឹងជួយជាចំណែកមួយនៅក្នុងការសិក្សារបស់បងប្អូនចំពោះបងប្អូនដែលមានចម្ងល់បាទតកតងទៅនឹងភាសាខ្មែរក៏ដូចជាបញ្យលពាក្យផ្ទុយពាក្យសូរដូចពាក្យនេះដូចឬក៏វេយ្យាករណ៍របស់ភាសាខ្មែរបងប្អូនអាចធ្វើការខមមិនខាងក្រោមវីដេអូបានលោកគ្រូនឹងព្យាយាមដោះស្រាយជូនបាទអញ្ចឹងដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នារងចាំយូរថ្ងៃនេះលោកគ្រូសូមលើកយកសុភាសិតមួយដែលមានចំណងជើងថានិយាយយប់បន្ទប់ព្រៃនិយាយថ្ងៃជញ្ជាំងមានត្រចៀកបាទតើសុភាសិតនេះចាស់ព្រឹទ្ធាចារ្យខ្មែរយើងដែលគាត់បានចងក្រងទុកនោះតើគាត់ចង់សម្ដៅទៅលើអ្វីហើយមានអត្ថន័យយ៉ាងណាហើយមានការអប់រំយ៉ាងណាសូមបងប្អូនតាមដានដូចតទៅបាទនិយមន័យនៃសុភាសិតនេះមានន័យថាត្រូវប្រយ័ត្នមាត់ក្នុងការនិយាយរឿងសម្ងាត់បាទមានន័យថារឿងសម្ងាត់មិនមែនយើងចេះតែនិយាយបានទេដូចរឿងមួយរបស់ខ្មែរយើងគឺរឿងចៅកំបិតបន្ទោះប្រហែលជាបងប្អូនអស់លោកស្រីបានអានក៏ដូចជាទស្សនារឿងហើយគឺរឿងចៅកំបិតបន្ទោះនេះត្រង់វគ្គមួយដែលនិយាយអំពីសុភាសិត30ដំឡឹងបាទភាសា30ដំឡឹងនោះគឺគេថាកុំស្រដីនឹងមនុស្សស្រីបាទកុំស្រដីនឹងមនុស្សស្រីដេកយប់កុំស្រដីនឹងមនុស្សស្រីបាទសុភាសិតនេះគឺចង់សំដៅថានៅយប់មួយហ្នឹងបាទភរិយារបស់មាននប់ហ្នឹងគាត់មានអ្នកថ្មីមានន័យថាគាត់មានសង្សារអញ្ចឹងណាបាទហើយសង្សាររបស់គាត់នោះមកលោបស្ដាប់បាទហើយបាទហើយភរិយាគាត់ហ្នឹងក៏សួរប្តីថាឯងអើយទៅរៀនហ្នឹងបាទអីខ្លះបែរទៅវិញហ្នឹងប្តីថារៀនអស់ច្រើនណាសុភាសិតរៀនអស់តែ30តម្លឹងនោះហើយសួរថាឯងបានអីមកខ្លះចាខាងថ្ងៃមិញដើរទៅបានខ្សែចងដំបងវៃគុជជ្រូកបាទចាយជ្រូកកប់នៅអបកម្មជាដើរនិយាយពេលយប់ហ្នឹងណាបាទនិយាយពេលយប់ហើយរឿងនោះក៏អ្នកដតីអ្នកដែលជាសង្សាររបស់នាងគេជាភរិយាហ្នឹងគាត់ដឹងរឿងគាត់យកទៅអស់ទៅបាទគាត់លួចយកអស់ទៅបាទអញ្ចឹងបានមានសុភាសិតយើងនេះថានិយាយយប់បន្ទប់ព្រៃនិយាយថ្ងៃចិញ្ចាំងមានត្រចៀកបាទនិយមន័យហ្នឹងមានន័យថាត្រូវប្រយ័ត្នមាត់ក្នុងការនិយាយរឿងសម្ងាត់បាទជាពិសេសគឺនិយាយយប់នឹងតែម្ដងណាបាទនៅក្នុងខ្មែរយើងមានរឿងមួយទៀតបាទគឺរឿងឪពុកក្មេងឬកូនប្រសាក៏អាចតកតងនឹងនិយាយយប់បន្ទប់ព្រៃនេះដែរបាទនិយាយថ្ងៃចាំមានជាមានន័យថាចៅមេនុបដែលជាកូនប្រសាហ្នឹងតែងតែលោកស្ដាប់ឪពុកក្មេកនិងម្ដាយក្មេកនិយាយរឿងសម្ងាត់ផ្សេងដែលតកតងនឹងការធ្វើបាបខ្លួនហ្នឹងហើយក៏ដឹងរឿងអស់បាទដឹងរឿងទាំងអស់ឲ្យតែនិយាយទៅយប់ហ្នឹងអញ្ចឹងបានទីចាស់គាត់ពោលថាត្រូវប្រយ័ត្នមាត់ក្នុងការនិយាយស្ដីបាទអញ្ចឹងខ្ញុំចូលត្រឡប់មកសុភាសិតនេះវិញលោកពោលថានិយាយយប់បន្ទប់ព្រៃគឺក្នុងន័យឲ្យប្រុងប្រយ័ត្នការនិយាយស្ដីកិច្ចការអាចកំបាំងនៅក្នុងពេលយប់បាទអញ្ចឹងពេលយប់ហាមនិយាយរឿងអាចកំបាំងមានថារឿងចាប់ពី2នាក់ទៅវាលេងអាចកំបាំងហើយព្រោះពេលយប់ងងឹតគេមិនអាចដឹងថាមានមនុស្សនៅឆ្ងាយឬចិត្តចាំលោបស្ដាប់ការសម្ងាត់ដែលគេនិយាយនោះទេបាទអញ្ចឹងនិយាយការសម្ងាត់ពេលយប់មិនមែនជារឿងល្អទេព្រោះមិនដឹងថាមានអ្នកផ្សេងហ្នឹងក៏ចាំស្ដាប់ដែរឬអត់បាទហេតុនេះហើយបានជាលោកពោលថាបើនិយាយការសម្ងាត់ក្នុងពេលយប់
គឺដូចជាយកព្រៃធ្វើបន្ទប់ដូច្នេះគេមិនអាចបិទបាំងការសម្ងាត់នោះបានឡើយផ្ទុយទៅវិញបើគេនិយាយការសម្ងាត់នៅពេលថ្ងៃវិញលោកក៏ឲ្យប្រយ័ត្នដែរព្រោះគេមិនអាចដឹងបានថានៅឯម្ខាងជញ្ជាំងអត់មានមនុស្សឬមានមនុស្សចាំលបស្ដាប់កិច្ចការអាចកំបាំងឬមានគេឮនៅរឿងដែលយើងនិយាយបាទអញ្ចឹងការសម្ងាត់យើងនិយាយទៅកន្លែងសំគួរបាទបើនិយាយមិនបានគិតមុខគិតក្រោយមិនបានងាកឆ្វេងងាកស្ដាំទេមានគេលបស្ដាប់បែកការអស់បាទដូច្នេះទោះគេនិយាយពេលយប់ក្តីពេលថ្ងៃក្តីលោកឲ្យរវាំងប្រុងប្រយ័ត្នទាំងអស់មានតែនិយាយហ្នឹងទៅពិនិត្យមើលផ្សេងស្ដាំមានអ្នកដតីលបស្ដាប់អត់មានក្មេងមានចាស់ដែលនាំឲ្យបែកការខូចប្រយោជន៍ធំបាទអញ្ចឹងតកតងទៅនឹងសុភាសិតនេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះហើយសូមជូនពរបងប្អូនដល់លោកស្រីទាំងអស់ទទួលបានជោគជ័យនៅក្នុងការសិក្សាផងដែរសូមអរគុណជួបគ្នានៅសុភាសិតលើកក្រោយបាទ